បងប្អូនទាំងអស់គ្នាកន្លែងនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ទៅតែចេះភ្ជាប់ payout ឬក៏ភ្ជាប់ account ណាអញ្ចឹងកន្លែងនេះគឺខ្ញុំសូមបញ្ជាក់បងប្អូនបើសិនជាបងប្អូនច្រឡំចុចពី add letter ឬក៏ចុចពី add letter តែម្ដងគឺច្បាស់ជាមានបញ្ហា payout នៅថ្ងៃក្រោយបើសិនជាបងប្អូនចុចពី add letter បញ្ហានោះគឺវាមានតែ address payout កន្លែងដែលយើងត្រូវភ្ជាប់ bank អត់មានទេអញ្ចឹងណាប៉ុន្តែយើងត្រូវធ្វើ technique ផ្សេងសម្រាប់ការធ្វើវាថែមទៀតសម្រាប់ technique ផ្សេងហ្នឹងពេលខ្លះភ្ជាប់បានហើយគឺវា verify document ក៏មានដែរអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដាំនៅក្នុងវីដេអូនេះគឺខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នា link payout តែម្ដងគឺបងប្អូន link payout គឺមានន័យថាយើងភ្ជាប់កាត direct ហ្មងទៅភ្ជាប់កាត direct ឬក៏បំពេញពន្ធ direct ហ្មងទៅមិនចាំ letter ណាពេលខ្លះខ្ញុំច្រឡំចុច add letter ដែរពេលខ្លះរៀងបុកពោះដែរហ្នឹងណាព្រោះពេលដែលយើងធ្វើវិធីសាស្ត្រផ្សេងវាអាច verify document នោះតែពេលដែលខ្ញុំធ្វើទៅគឺអត់មានបញ្ហាអីទេអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដាំបងប្អូនគឺកុំចុច add letter ដល់ត្រង់នេះកុំចុចពី add letter គឺត្រូវតែ link payout យកតែម្ដងអូខេអរគុណបងប្អូនទាំងអស់គ្នាបើមានចម្ងល់អីអាចឆាតមកខ្ញុំបាន